ឡានអគ្គិសនីមួយនេះបើនិយាយពីរឿងកម្លាំងវិញគឺស្មើនឹងសេះ336ក្បាលហើយវាអាចរត់លឿនរហូតដល់200គីឡូម៉ែត្រនៅក្នុង1ម៉ោងជាពិសេសនៅពេលដែលយើងសាកអង្គុយម្ដងគឺយើងអាចជិះបានឆ្ងាយដល់ទៅ670គីឡូម៉ែត្រជាមួយនឹងសុខភាពទៅលើចម្ងាយបើកបរនឹងស្ទើរតែ100%ហ្មងនៅក្នុងករណីដែលយើងបើកល្បឿនក្រោម90គីឡូម៉ែត្រនៅក្នុង1ម៉ោងអញ្ចឹងមានន័យថាបើសិនជាក្នុងករណីគេប៉ាន់ស្មានថាជិះបាន670យើងបើកក្រោម90គឺវាប្រហែលទៅនឹង670របស់គេមែនអត់មានបាត់រាំងទៅណាទេអញ្ចឹងបន្ទាប់ពីប្រើឡានអគ្គិសនីនេះបានពី3ដងទេខ្ញុំឃើញថា Ion គឺបានញាត់មុខងារទៅនើបច្រើនខ្លាំងមែនតើហើយក្នុងនោះគឺមាន10ចំណុចដែលគួរឲ្យចាប់អារម្មណ៍ដោយចំណុចទី1គឺទៅលើ App Control ជាចំពោះការប្រើ Ion Haptic HT នេះគឺយើងអាចប្រើ App ផ្លូវការនៅលើ Smartphone របស់យើងដើម្បីគ្រប់គ្រងឡានពីចម្ងាយយើងចង់ទៅនៅដល់ក្រៅប្រទេសគឺយើងនៅតែអាចគ្រប់គ្រងឡានយើងមើលព័ត៌មានឡានដោយសារតែ Haptic HT នេះគឺយើងអាចដាក់ SIM ភ្ជាប់ជាមួយនឹងអ៊ីនធឺណិតបានហើយយើងអាចបញ្ជាឡានឲ្យដំណើរការបើកម៉ាស៊ីនត្រជាក់ទុកមុនយើងអាចមើលព័ត៌មានពីការសាកថាមពលពីចម្ងាយក៏ដូចជាបញ្ជាទៅលើមុខងារជាច្រើនទៀតហើយចំណុចទី2គឺកៅអីម៉ាស្សាចំណុចនេះគឺជាមុខងារមួយដែលខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេដោយសារតែវាមានប្រយោជន៍ខ្លាំងមែនតើសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃអញ្ចឹងចំពោះកៅអីម៉ាស្សានេះគឺរាប់បញ្ចូលតាំងកៅអីដែលមានមុខងារក្តៅត្រជាក់ជាមួយនឹងមុខងារម៉ាស្សាដែលមានច្រើនទម្រង់មែនតើដែលមានដូចជាម៉ាស្សាចង្កេះខ្នងជាមួយនឹងស្មាហើយជាពិសេសគឺយើងអាចដូរកម្រិតម៉ាស្សាបានដល់ទៅ3កម្រិតហើយសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំចូលចិត្តម៉ាស្សាចង្កេះជាមួយនឹងកម្រិតបែបស្រាលដែលគេហៅថាបែប gentle ហើយគប់ចិត្តថាកៅអីនឹងជួរក្រោយក៏វាទំនើបដែរបែប high class ហើយសំខាន់ធំទូលាយវាមានកន្លែងដាក់ laptop ដើម្បីធ្វើការហើយមានប៊ូតុងអាចសេរីកៅអីខាងមុខបានហើយក៏មានម៉ាស៊ីនត្រជាក់សម្រាប់កៅអីខាងក្រោយដែរចំណុចទី3អេក្រង់ touch ធំអញ្ចឹងសម្រាប់ Haptic HT នេះដែរគឺរចនាបែបតិចនិយមដោយដកប៊ូតុងចេញយកមុខងារទាំងអស់ញាត់ចូលទៅក្នុងអេក្រង់ touch ទំហំ 14.6 អ៊ីងវាធំស្មើទៅនឹងអេក្រង់ laptop អញ្ចឹងអេក្រង់នេះគឺមានមុខងារច្រើនមែនតើតែខ្ញុំត្រូវការចំណាយពេលរៀនប្រើវាបន្តិចដែរក៏ប៉ុន្តែបន្ទាប់ពីយើងប្រើវាម្ដងទៅឃើញថាងាយស្រួលអត់មានអីស្មុគស្មាញទេហើយយើងអាចបញ្ជាបិទបើកដបូលកញ្ចក់ឃ្លុបខាងក្រោយគម្របកន្លែងសាកអង្គុយយើងអាចបិទបើកភ្លើងខាងមុខសេរីពណ៌ភ្លើង ambient នៅខាងក្នុង cabin យើងអាចគ្រប់គ្រងមុខងារសុវត្ថិភាពក៏ដូចជាមុខងារជំនួយការបើកបរហើយយើងក៏អាចមើលព័ត៌មានលម្អិតពីថាមពលក៏ដូចជាការបើកបរជាក់ស្ដែងដែរចំណុចទី4គឺបញ្ជាដោយសំឡេងមុខងារបញ្ជាដោយសំឡេងនេះគឺឃើញថាមានប្រយោជន៍ខ្លាំងមែនទែននៅពេលដែលយើងបើកបរលឿនលឿនយើងអត់ចង់ងាកទៅមើលអេក្រង់ដើម្បីចុចបញ្ជាមុខងារអីមួយទេអញ្ចឹងយើងអាចនិយាយជាមួយឡានបានដើម្បីឲ្យវាធ្វើការអីមួយជំនួសយើងជាពិសេសគឺវាប្លែកពីគេត្រង់ថាវាឆ្លាតបែប AI អត់ចាំបាច់តតែយើងនិយាយជាមួយឡានមុនទេពេលដែលយើងបើកឡានទៅរៀងយូរស្ងាត់អីអញ្ចឹង AI voice នេះវាចេះនិយាយសួរសុខទុក្ខយើងទៀតខ្លាចយើងនឹងអបសុខហើយចំណុចទី5គឺ rest mode នេះគឺជាមុខងារមួយដែលប្លែកហើយគឺនៅពេលដែលខ្ញុំ trade កៅអីគេងពេលថ្ងៃឃើញថាវា load សញ្ញា rest mode នៅលើអេក្រង់អញ្ចឹងមុខងារនេះវានឹង trade កៅអីឲ្យយើង auto មកអស់តែម្ដងក៏ដូចជាដាក់ម៉ោងរយយើងកន្លះម៉ោង auto ហើយវាចេះដាស់យើងឲ្យភ្ញាក់ទៀតនៅពេលដែលដល់ម៉ោងអញ្ចឹងចំណុចនេះគឺឃើញថាប្លែកហើយចំណុចទី6គឺក្លិនទឹកអប់នៅក្នុងឡាននេះគឺជាមុខងារបន្តិចបន្តួចទេប៉ុន្តែវារៀងប្លែកពីគេដែរដោយសារតែយើងអាចបដូរក្លិនទឹកអប់នៅក្នុងឡានបានដល់ទៅ3ក្លិនផ្សេងគ្នាតាមរយៈអេក្រង់ touch ហើយសួរថាក្លិនហ្នឹងវាបានមកពីណាក៏ប៉ុន្តែ Haptic HT នេះក៏មានប្រកបកន្លែងដាក់ទឹកអប់3ក្លិននៅខាងក្រោម console ក៏ដែរអញ្ចឹងហើយនៅពេលដែលយើងអស់ទឹកអប់យើងអាចដាក់ថែមបានចំណុចទី7គឺកាមេរ៉ា 360 degree shot ចំពោះកាមេរ៉ា 360 degree នៅលើ Haptic HT ក្រៅពីបង្ហាញទិដ្ឋភាពជុំវិញឡានក៏ដូចជាបង្ហាញជារូបភាព 3D ក៏ប៉ុន្តែវាក៏មានមុខងារឆ្លាតដែរវាចេះបង្ហាញទិដ្ឋភាពនៃជំហៀងឡាននៅពេលដែលយើងវាយសញ្ញោបត់ឆ្វេងឬមួយក៏ខាងស្ដាំក៏ដូចជានៅពេលដែលយើងបើកតាគៀកនឹងឧបសគ្គដើម្បីជំនួយឲ្យការបើកបរក៏ដូចជាការចូលចតនៅកន្លែងចង្អៀតហ្នឹងគឺវាកាន់តែងាយស្រួលចំណុចទី8 Adaptive Cruise Control ចឹងនេះគឺជាមុខងារដែលមានប្រយោជន៍បំផុតនៅពេលដែលយើងបើកផ្លូវឆ្ងាយជាពិសេសអត្ថប្រយោជន៍របស់ Adaptive Cruise Control នៅលើឡានអគ្គិសនីមិនថាពេលយើងដាក់ cruise ឬមួយក៏ពេលដែលយើងផ្ដាច់ទេគឺវា smooth អត់មានកញ្ឆក់ទេយើងអាចកំណត់ល្បឿនអូតូទៅតាមឡានខាងមុខបានអាចកំណត់គម្លាតសុវត្ថិភាពពីឡានខាងមុខហើយវាក៏ដំណើរការជាមួយនឹងមុខងារ lane centering ជួយសេរីចង្កូតឡានឲ្យរត់ចំកណ្ដាលកន្លងដែរទី9គឺ Frank Auto នៅពេលដែលមានអាសន្នអញ្ចឹងក្រៅពីមានមុខងារជូនដំណឹងនៅពេលដែលមានឧបសគ្គនៅខាងមុខវាក៏អាចចាប់សញ្ញាគ្រោះថ្នាក់បាននៅខាងក្រោយដែរមិនថានៅពេលឡានបើកបរឬមួយក៏ពេលឡានយើងថយក្រោយជាពិសេសនៅពេលដែលមានឧបសគ្គឬមួយមានគ្រោះថ្នាក់អីមួយនៅខាងមុខវាក៏មានមុខងារជួយជាន់ Frank Auto នៅពេលមានអាសន្នដែរហើយចំណុចទី10ចុងក្រោយគេហ្នឹងគឺ Far Code Auto ដែលជាគៀងមុខរបស់ Haptic HT នេះគឺមិនត្រឹមតែអាចបិទបើកភ្លើងអូតូទេក៏ប៉ុន្តែវាមានមុខងារតម្លាក់ភ្លើង Far Auto ទៀតនៅពេលដែលមានយានយន្តផ្សេងបើកមកពីខាងមុខជាពិសេសគឺយើងអាចកំណត់កម្ពស់វាបានព្រមទាំងមានមុខងារ Follow Me Home ជួយពន្យាពេលឲ្យភ្លើងហ្នឹងនៅភ្លឺនៅក្នុងរយៈពេលខ្លីបន្ទាប់ពីយើងដើរចេញពីឡានហើយ Ion Haptic HT នេះក៏មានមុខងារច្រើនទៀតជាពិសេសឡាននេះដែរគឺមានធានាសាហាវខ្លាំងមែនតើធានាដល់មួយជីវិតខ្ញុំសឹងតែអត់ជឿដែរមុន
មុនដំបូងតានីមួយជីវិតហ្នឹងគឺគេតានីទៅលើអាគុយ motor ក៏ដូចជា ECU របស់ឡានអញ្ចឹងបងប្អូនទាំងគ្នាអាចទៅបើកសាកល្បងឬមួយក៏សាកមុខងារទំនើបរបស់ Haptic H3 បាននៅ showroom របស់ Ion Cambodia ដោយសារតែគាត់មានឡានគំរូស្រាប់អរគុណច្រើនជួបគ្នានៅក្នុងវីដេអូក្រោយទៀត